3 add រូបភាពចូល project មិញនេះគឺយើង add រូបភាពចូលជា frame ទេតែពួកយើងដឹងឯងថា program យើងនេះ run តែលើម៉ាស៊ីនយើងឬមិនមែនទេបាទវាតែងតែ run នៅម៉ាស៊ីនផ្សេងទៀតដូច្នេះយើងត្រូវ add រូបភាពចូល project ធ្វើយ៉ាងម៉េចទៅអាច add រូបភាពចូល project យើងត្រូវរករូបភាពដែលយើងចង់ add ឧទាហរណ៍ថារូបភាពដែលខ្ញុំចង់ add បាទរូបភាពទាំងអស់នេះណាហ្នឹងហើយរូបភាពទាំងអស់ហ្នឹងគឺខ្ញុំត្រូវការ add ហើយ add ចូលទៅក្នុង project របស់យើងណាហ្នឹងហើយតើយើង add យ៉ាងម៉េច add អត់មានអីពិបាកទេគ្រាន់តែ copy ណាហើយយកវាយកទៅផាសនៅទីតាំង project យើងថានៅតើ project យើងថានៅទីតាំងណាអត់ដឹងទេដឹងទីតាំងណាទេអញ្ចឹងយើងអាច right click project យើងចូលទៅ property យើងនឹងដឹងថា project យើងស្ថិតនៅទីតាំងណា Drive Java 2011 និង x86 ចឹងហ្នឹងហើយដូច្នេះពួកយើងមិន copy ហើយណាយើងអាចយកវាយកទៅផាសនៅក្នុង Drive Java 2011 x86 ផាសចូលក្នុងហ្នឹងបាទកំទាន់មើលងាយការងារអញ្ចឹងពេលដែលយើង build ទៅជា file run build ទៅជា file setup build ទៅជា file អីសួរថាអាហ្នឹងវានៅក្នុងហ្នឹងហើយព្រោះវានឹង mix drive ហ្នឹងទៅជា file setup smart registry ហ្នឹងអញ្ចឹងហ្នឹងហើយបាទអញ្ចឹងដូច្នេះយើងគិតថារូបភាពយើងនឹងរត់ទៅតាម project យើងតោះនេះអញ្ចឹងតែពេលដែលត្រឡប់មកវិញអ្នកទាំងអស់គ្នានៅក្នុង project យើងអត់ទាន់ឃើញ directory ឈ្មោះថា Valentine PNG មិនខ្ញុំ copy មក directory ឈ្មោះ Valentine PNG តែពួកយើងមើលអត់ឃើញទេក្នុងនេះអញ្ចឹងនៅបញ្ហានៅឡើយដោះស្រាយបញ្ហាហ្នឹងយើងចូល file អាហ្នឹងហើយតែវាមាន file ឲ្យយើងណាវាមាន file ឲ្យយើងមាន file ឡើងបច្ចេកនេះគឺស្រៀងគ្នាណាហ្នឹងហើយបច្ចេកគឺយើងដឹងថាជា program ដែលយើងតែអា file នេះគឺជា file អា file នៅក្នុង Explorer ណាហ្នឹងហើយតែយើងពលាមើលទៅគឺមានតែនៅក្នុងបច្ចេកយើងគឺអត់ទាន់អញ្ចឹងអ្នកទាំងអស់នេះ copy មានន័យថា link មានន័យថាឲ្យ project យើង link ជាមួយ file ដែលស្ថិតនៅក្នុង project ខ្លួនឯងអញ្ចឹងថ្ងៃក្រោយទៅ copy ទៅណាក៏គេរ៉ាំឃើញដែរដោយសារតែអារូបភាពហ្នឹងវា link នៅក្នុង project ខ្លួនឯងអញ្ចឹងហ្នឹងហើយអញ្ចឹងយើងចូលមក file copy បាទហើយមកផាសនៅក្នុង project ឃើញទេបាទដូច្នេះពួកយើងគិតមើលតើ Valentine PNG នេះវា link ជាមួយពីណាវា link ជាមួយ file នេះហើយ file ហ្នឹងនៅឯណានៅក្នុង directory x86 អញ្ចឹងពេលដែលយើង mix x86 ទៅជា file setup ទៅជា file run សួរថាតើវាអាចនឹងឃើញទេព្រោះវានៅក្នុងហ្នឹងស្រាប់តោះនេះយ៉ាងព្រោះវានៅក្នុងហ្នឹងស្រាប់ហ្នឹងហើយអញ្ចឹងនៅពេលនេះតើយើងដាក់រូបភាពយ៉ាងម៉េចដាក់រូបភាពដូចមុនអញ្ចឹងចូលទៅ property បាទ icon កន្លែងនេះអ្នកទាំងអស់គ្នាកុំប្រៅទៀតព្រោះប្រៅខូច location ហើយណានេះយើងជ្រើសយកខាងលើវិញ image within project ឃើញទេណាហ្នឹងហើយយើងចុចលើអាហ្នឹងវិញនៅពេលនេះយើងនឹងអាចឃើញមាន Valentine PNG ឃើញទេហើយពេលនេះងាយស្រួលណាស់យើងអាចមានរូបភាពយើង select តោះនេះចឹងហើយយើងចុច OK បាទឃើញទេណែឧទាហរណ៍ថារូបភាពមួយនេះមិញដែលខ្ញុំត្រូវការដាក់រូបភាពចូលណាហ្នឹងហើយចូលទៅ property icon ណាហ្នឹងហើយយើងកុំជ្រើសយកអាក្រោមឲ្យលើអាដាលណា PNG ណាយើង select ទៅយ៉ាងហ្នឹងតោះនេះចឹងសួរថាតើរូបភាពនេះពេលដែលយើងរ៉ាំនៅម៉ាស៊ីនផ្សេងវាអាចនឹងឃើញទេវាទៅតែឃើញពីព្រោះវា link នៅក្នុង file ខ្លួនវាចឹងហ្នឹងពួកយើងសង្កេតមើលដែរពួកយើងសង្កេតមើលផានវាផ្សេងណាយើងមើល property ណែអ្នកទាំងអស់នេះមើល icon នេះវាអត់មានដាក់ថា drive D drive E drive អីទេមែនទេមានន័យថាវាចាប់នៅក្នុង location តោះនេះចឹងចឹងហើយបាទពេលខ្លះពេលយើង build set up program មួយមកវាមានរូបភាពមកឲ្យស្រេចដោយសារតែគេ build នៅក្នុង project បាទនេះជារបៀប add រូបភាពចូល project បាទពួកយើងអត់យល់សូម run video file នេះណាហ្នឹងហើយខ្ញុំ